សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Rise Official នៅក្នុងថ្ងៃនេះដែរគឺខ្ញុំបានយករឿងមួយចង់សម្រាប់ចែកជូនអ្នកទាំងអស់គ្នាស្ដាប់ដែលរឿងនេះគឺមានចំណងជើងថា Fire Force មុននឹងចូលទៅកាន់ការសម្រាយរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយចុច like subscribe មកកាន់វីដេអូនេះម្នាក់មួយតោះហើយខាត់ពេលយើងចូលទៅកាន់ការសម្រាយរបស់ខ្ញុំទាំងអស់គ្នាផ្ដើមនៅសាច់រឿងរបស់យើងគឺបានតែយើងឃើញនៅក្នុងរថភ្លើងមួយកន្លែងដែលមានអ្នកដំណើរម្នាក់កំពុងជក់បារីផ្សែងបារីដែលចេញពីមាត់គាត់ក៏បានប្រែទៅជាភ្លើងឆេះយ៉ាងសន្ធើសអស់ពាក់កណ្ដាលនៃរថភ្លើងហេតុការណ៍ទាំងនេះត្រូវបានមើលដោយក្មេងប្រុសម្នាក់និងអ្នកនៅទីនោះទាំងអស់គ្នាក៏បាននិយាយថាបិសាចភ្លើងឬក៏ Infernal បានចេញមកហើយភ្លាមនោះខ្សែតភ្ជាប់រថភ្លើងក៏បានដាច់នៅចំនឹងមុខក្មេងប្រុសម្នាក់នោះហើយរថភ្លើងមួយកំណាត់នោះក៏បានផ្ទុះលេចចេញនៃភាវៈអ្វីមួយយ៉ាងដែលវាហៅថាបិសាចភ្លើង Infernal ក្មេងប្រុសម្នាក់នោះក៏បាននិយាយថាយើងនឹងកំចាប់ឯងរៀបនឹងកំចាប់វាទៅហើយនោះក៏ស្រាប់តែមានភ្នាក់ងារឬអង្គការលេខ8ឬយើងអាចហៅបានថា Fire Force បានមកដល់ថែមទាំងបាននិយាយទៅកាន់តួប្រុសយ៉ាងថាតើឯងមានដឹងទេនៅទីនេះវាគ្រោះថ្នាក់ណាស់ឆាប់ថយចេញទៅទុកឲ្យពួកយើងជាអ្នកចាត់ការមេបញ្ជាការរបស់ក្រុមលេខ8បានប្រាប់ឲ្យ Sister ម្នាក់ចាប់ផ្ដើមដំណើរការវិធីរបស់គាត់ទៅដែល Sister ម្នាក់នឹងដែរវិធីរបស់គាត់នោះគឺគាត់មានជំនាញក្នុងការបួងសួងឲ្យព្រលឹងដែលឆាបឆេះនោះទៅកាន់កន្លែងដ៏សមគួរនៅពេលដែល Sister ម្នាក់នោះបួងសួងហើយជំនួយការម្នាក់ទៀតក៏បានប្រើកំភ្លើងរបស់គាត់បាញ់ទៅកាន់បិសាច Infernal នោះតែម្ដងហើយក៏បណ្ដាលឲ្យវារលាយខ្លួនស្លាប់ភ្លាមហេតុការណ៍នេះត្រូវមើលដោយក្មេងប្រុសម្នាក់នឹងតែមទាំងបានសរសើរទៅកាន់ក្រុមលេខ8ថាពិតជាអស្ចារ្យមែនអំពូលភ្លើងដែលនៅខាងលើ Sister ម្នាក់នោះរៀបនឹងបាក់មកទៅហើយប៉ុន្តែបានក្មេងប្រុសចិត្តបុណ្យរបស់យើងប្រើសមត្ថភាពពិសេសរបស់គាត់នោះគឺភ្លើងចេញពីបាតជើងហោះយ៉ាងលឿនសម្ដៅទៅជួយ Sister ម្នាក់នោះទាន់ពេលវេលាហើយថែមទាំងបានសួរថាតើ Sister អត់មានកាត់អីទេមែន Sister ម្នាក់នោះក៏បានឆ្លើយថាអត់អីទេហើយមាននារីម្នាក់ទៀតបានលេចអវត្តមានមកដែលនាងក៏ជាសមាជិកនៅក្នុងក្រុមលេខ8ផងដែរនាងក៏បានសួរទៅកាន់ Sister នោះដូចគ្នាមិនចាំយូរក្មេងប្រុសម្នាក់នោះក៏បានណែនាំខ្លួនថាគេនឹងគឺជាសមាជិកថ្មីនៅក្នុងក្រុមនេះហើយថែមទាំងបានប្រាប់ឈ្មោះថាគេមានឈ្មោះ Sinra គឺជាតួឯកប្រុសរបស់យើងនេះឯងបន្ទាប់មកតួប្រុសរបស់យើងក៏បានទៅដល់អង្គភាពមួយនោះហើយគាត់ថែមទាំងបាននិយាយថាអង្គភាពបង្កើតថ្មីលេខ8នេះពិតជាអស្ចារ្យមែននិយាយរួចក៏មានជំនួយការម្នាក់មកហៅគាត់ថា Sinra ចូលមកបន្ទាប់ពីចូលមកដល់ក្នុង Sinra របស់យើងនឹងជួបជាមួយនឹងមេបញ្ជាការដែលគេមានឈ្មោះថាអាគីថារូមេបញ្ជាការអាគីថារូក៏បានមើលប្រវត្តិរបស់តួប្រុសរបស់យើងដោយឃើញក្នុងរូបថតតួប្រុសរបស់យើងពូកញញឹមបែបនេះគាត់ក៏សារឲ្យតួប្រុសរបស់យើងនឹងញញឹមឲ្យគាត់មើលបន្តិចមើលប៉ុន្តែតួប្រុសរបស់យើងមិនហ៊ានញញឹមទេដោយសារគាត់ខ្មាស់ខ្លាំងពេកគាត់បានថាគាត់អៀនណាស់គាត់មិនហ៊ានញញឹមទេភ្លាមនោះមេបញ្ជាការអាគីថារូក៏បានបញ្ចេញកាយវិការចម្លែកទៅកាន់តួប្រុសរបស់យើងដោយទ្រាំនឹងកាយវិការចម្លែករបស់មេបញ្ជាការមិនបានតួប្រុសរបស់យើងក៏ព្រមញញឹមទៅហើយកាត់មកដល់អាចារ្យទាំងពីរនាក់របស់យើងវិញនេះកន្លែងហ្នឹងខ្ញុំអត់សុំនិយាយទេខ្ញុំដាក់រឿងពេញអ្នកគ្នាមើលលនឯងទៅបន្ទាប់មកពួកគេក៏ទៅសម្រាកទាំងអស់គ្នាទៅហើយតួប្រុសរបស់យើងនឹងក៏បានសម័យថាគាត់នៅពីក្មេងគាត់បានសួរម៉ាក់របស់គាត់ថាតែមើលទៅគាត់ដូចជា hero អត់តួប្រុសរបស់យើងនឹងមានគោលបំណងចង់ក្លាយជា hero ហើយម៉ាក់របស់គាត់ក៏បាននិយាយថាឯងពិតជាដូចជា hero ណាស់ប៉ុន្តែនៅថ្ងៃមួយផ្ទះរបស់គាត់ក៏ស្រាប់តែឆេះហើយម៉ាក់របស់គាត់ក៏ខ្លាចជា Infernal ដែលហេតុតែតួប្រុសរបស់យើងមានសមត្ថភាពពិសេសដូច្នេះក៏ធ្វើឲ្យអ្នកគ្រប់គ្នាបានគិតថាគាត់គឺជាបិសាចដែលជាអ្នកសម្លាប់ម្ដាយខ្លួនឯងរឿងហេតុនេះក៏ធ្វើឲ្យតួប្រុសរបស់យើងគឺមិនសប្បាយចិត្តទេបន្ទាប់ពីពួកគេដេកអស់មួយសន្ទុះកណ្ដឹងប្រកាសអាសន្នក៏ចាប់ផ្ដើមបន្លឺឡើងឃើញដូច្នេះពួកគេក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីធ្វើដំណើរទៅកម្ចាត់បិសាចភ្លើង Infernal 台東区鳥越地区でបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅកាន់កន្លែងកើតហេតុហើយពួកគេបានជួបនឹងបុរសម្នាក់
ដែលបរិមម្នាក់នោះបានសុំឲ្យ sister របស់យើងនឹងជួយប្រពន្ធគាត់ផងឈប់អ្នកទាំងអស់នេះអត់មានសំណែនាំឈ្មោះតួអង្គទៀតសិនដែលអាចារ្យសក់ពណ៌លឿងម្នាក់នេះក៏គាត់មានឈ្មោះថាអៃរីហើយអាចារ្យសក់ពណ៌ខ្មៅម្នាក់នេះវិញគឺគាត់មានឈ្មោះថាម៉ាគីរីឯបរិមម្នាក់នេះជំនួយការនេះក៏មានឈ្មោះថាហ៊ីណាវ៉ាតោះចូលមកកាន់សាច់រឿងរបស់យើងវិញដែលអាចារ្យអៃរីក៏បាននិយាយថាយល់ព្រមរួចហើយពួកគេក៏បានដើរចូលទៅខាងក្នុងឃើញថាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅពេលដែលឃើញបែបនេះធ្វើឲ្យតួប្រុសរបស់យើងនឹកសម័យទៅដល់គាត់នៅកាលពីតូចម្ដងទៀតហើយបន្ទាប់មកអាចារ្យម៉ាគីក៏បានផ្ដល់សមត្ថភាពពិសេសរបស់ខ្លួននោះគឺការបញ្ជាភ្លើងគាត់បានបញ្ជាភ្លើងដើម្បីបោកភ្លើងអ្នកគ្រប់គ្នាចូលទៅកាន់ខាងក្នុងភ្លាមនោះយើងបានឃើញថាមានអ្វីមួយយ៉ាងបានហាក់បំបុកតួប្រុសរបស់យើងក៏ធ្វើឲ្យតួប្រុសរបស់យើងនោះគឺសន្លប់តែម្ដងហើយឈុតកន្លែងហ្នឹងគឺខ្ញុំនឹងដាក់រឿងពេញនៃការវាយគ្នាឲ្យអ្នកទាំងអស់គ្នាមើលតែម្ដង情けないやつかお前は気を失ってた総員戦闘態勢二人一丸穂村人工場長夫人の鎮魂にかかる了解シンラ俺とマキで注意を引きつけるその足で一撃で決めろはい行動開始消防深い一つ俺は悪魔なんかじゃない俺はヒーローにならなきゃならないシスター祈りをはい大隊長シンラコアを狙えនឹងឯអ្នកនេះរឿងមកយើងចប់ផងដែរនៅអេពីសូតទី1នេះដែលខ្ញុំយកវាកាត់ទៅមកសម្រាប់ចែកចូលអ្នកនរអ្នកងាយយល់ចឹងណាហើយបាយបាយអ្នកនរនេះជួបខ្ញុំនៅផាតក្រោយទៀតណាអូខេបាយបាយ